រុនសុស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរបងប្អូនអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាថ្ងៃលេខនិងទេសភាពទៅតាមដងទន្លេទេសភាពដែលបងប្អូនកំពុងតែឃើញនេះគឺជាកំពង់ផែទឹកជ្រៅរបស់ប្រទេសកម្ពុជាបងប្អូននេះគឺជាកន្លែងផែដែលគេដឹកកុងតឺន័រដែលបងប្អូន order តាមអនឡាញមកពីចិនមកពីបណ្ដាប្រទេសនានាគឺនេះជាកន្លែងដែលគេផ្ទុកនៅសម្ភារៈដែលបងប្អូន order មកពីតាមបណ្ដាប្រទេសនានាបងប្អូនហើយនេះដែរគឺជាទូកុងតឺន័រហើយនៅតាមដងទន្លេខ្ញុំចេះតែថតចែករំលែកឲ្យពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាហើយនឹងថតអំពីសកម្មភាពនៅតាមដងទន្លេឲ្យពុកម៉ែបងប្អូនបាននេះគឺជាកំពង់ផែដែលនៅក្បែររាជធានីភ្នំពេញចឹងនេះពុកម៉ែបងប្អូនខ្លះក៏ស្គាល់ពុកម៉ែបងប្អូនខ្លះក៏មិនទាន់បានស្គាល់ឥឡូវនេះខ្ញុំមកចែករំលែកពីទេសភាពមើលទៅថ្ងៃលេខពិតជាស្រស់ស្អាតមែនទែននៅក្បែរកំពង់ផែទឹកជ្រៅរបស់យើងហើយនេះគឺជាទេសភាពនៅតាមដងទន្លេគឺបណ្ដាលទៅមើលការបន្លែបង្ការនៅថ្ងៃលេខជាច្រើនហើយនេះគឺជាមន្ទីរនេះគឺជាសមិទ្ធផលដែលបង្កើតថ្មីនេះគឺជាស្ពានឆ្លងទន្លេដែលមានប្រវែងវែងដែរពុកម៉ែបងប្អូននេះគឺនៅក្បែររាជធានីភ្នំពេញដែរគឺស្ពានគេហៅតំបន់នឹងថាជាតំបន់គៀនស្វាយពុកម៉ែបងប្អូនហើយស្ពាននេះគឺប្រហែលជាអាចនឹងឆ្នាំក្រោយប្រហែលជារួចរាល់ហើយពុកម៉ែបងប្អូនឥឡូវនេះគឺការចាក់បេតុងចាក់ជើងគ្រឹះចាក់អីជាបណ្ដាហើយនេះគឺទេសភាពដែលឆ្លងកាត់ទន្លេហើយដល់ពេលនេះក៏យើងបន្តមើលស្ពានទៅដែរហើយជាទេសភាពអត់ស្អាតគឺទេសភាពនៅប្រទេសកម្ពុជាក៏មិនចាញ់តាមបណ្ដាប្រទេសដែរបងប្អូនខ្លះគិតថាអូទេសភាពនេះថតមកពីបណ្ដាប្រទេសផ្សេងប៉ុន្តែតាមពិតគឺនេះគឺទេសភាពនៅតាមដងទន្លេមេគង្គរបស់ប្រទេសខ្មែរយើងទេបងប្អូនអរគុណច្រើន